អានោះទីនបើយើងនិយាយអំពីអ្វីដែលគាត់កំពុងតែលេងល្បែងបន្ទាប់ពីគាត់ទៅប្រទេសបារាំងហើយមកវិញគាត់ប្រកាសថាគាត់នឹងលុបគាត់ឈប់ជជែកជាមួយនឹងកម្ពុជាទៀតដែរគាត់និយាយអំពីសង្គ្រាមផែនទីតាមពិតគាត់និយាយចាប់ផ្ដើមពីសង្គ្រាមផែនទីផងគាត់អត់ទទួលស្គាល់ផែនទី1ឬ200,000ទេគាត់ទទួលស្គាល់លើផែនទី1លើ50,000របស់គាត់ដែលជាផែនទីយោធាសុទ្ធសាធបាទគាត់បដិសេធមិនទទួលស្គាល់គាត់ឈប់ជជែកជាមួយកម្ពុជាលើសន្ធិសញ្ញាបារាំងសៀម1904 1907យើងត្រូវទៅមើលមូលហេតុដែរខ្ញុំទាញចំណាប់អារម្មណ៍អំពីការពិចារណាអ្វីដែលគាត់ទៅបារាំងហើយគាត់មកនិយាយមួយប្រជាជនរបស់គាត់បាទទី1គឺកត្តាចិត្តសាស្ត្របាទទី2គឺកត្តាច្បាប់និងការទូតហើយនឹងទី3គឺបញ្ហារបស់ខ្លួនឯងគឺទីក្នុងអញ្ចឹងយើងនិយាយអំពីកត្តាចិត្តសាស្ត្រចិត្តសាស្ត្រមានន័យថាគាត់បន្តដាក់សម្ពាធកម្ពុជាគាត់បន្តដាក់សម្ពាធកម្ពុជាមកវិញគាត់បដិសេធឈប់ទទួលស្គាល់គាត់មិនអាចឈប់ទទួលស្គាល់បានវាជាកិច្ចព្រមព្រៀងធ្វើដោយឡែកជាមួយនឹងបារាំងសៀមមកដល់ឥឡូវវាជាង100ឆ្នាំទោះជានៅពេលនោះគាត់នៅឆ្នាំ1904គាត់អត់មានអ្នកជំនាញធ្វើផែនទីគាត់អញ្ជើញក្រុមជំនាញរបស់បារាំងប្រើអ្នកជំនាញរបស់គាត់ដែលមានជំនាញទៅលើផលិតផែនទីមួយលើ200,000គាត់ទទួលយកគាត់ទុកវារហូតមកដល់ឆ្នាំ1954បាទគាត់ចាប់ផ្ដើមលើកទ័ពមកគ្រប់គ្រងប្រាសាទព្រះវិហារនៅពេលនោះបានធ្វើឲ្យប្របាទសីហនុចាប់ផ្ដើមប្តឹងទៅអង្គការទៅតុលាការអន្តរជាតិនៅឆ្នាំ1959ចេញលទ្ធផល1962ក្រោយមកបាទចាញ់កម្ពុជាស្រាប់សមរភូមិទី1នោះឯងគេហៅសង្គ្រាមនេះយើងត្រឡប់ទៅនិយាយអំពីកត្តាចិត្តសាស្ត្រនេះមានន័យថាគាត់សម្លុតគោលដៅដើម្បីចរចាមិនបាច់និយាយអីមួយខ្ញុំទេខ្ញុំអត់ត្រូវការបាទប៉ុន្តែគាត់ចង់ចរចាគាត់ស្រេកឃ្លានក្នុងការចរចាជាមួយកម្ពុជាព្រោះថ្ងៃទី28ឧសភា2025គាត់គឺជាអ្នកដូចក្រុមរបស់គាត់គឺជាអ្នកដូចផ្ដើមបិទព្រំដែនជាឯកតោភាគីអញ្ចឹងគាត់ទាមទារឲ្យយើងសុំបើកព្រំដែនគាត់ជាអ្នកប្រកាសគាត់ទាមទារឲ្យយើងសុំបើកព្រំដែនអញ្ចឹងយើងធ្វើបាននេះជាកត្តាចិត្តសាស្ត្របាទអញ្ចឹងគាត់ត្រូវតែធ្វើហ្នឹងប៉ុន្តែខ្ញុំសូមបញ្ជាក់ណាជាលក្ខណៈផ្លូវច្បាប់មិនអាចធ្វើបានទេបាទអញ្ចឹងគេនាំគ្នាលុបគ្រប់ទៅគ្នាបើថៃធ្វើបានប្រទេសណាមិនធ្វើមិនបានបាទទី2ដែលយើងនិយាយពាក់ព័ន្ធជាមួយនឹងកត្តាសម្ពាធសេដ្ឋកិច្ចដែលយើងនិយាយមិញថាគាត់នឹងបន្តដាក់សម្ពាធមកលើកម្ពុជាបាទអានេះជាកត្តាមួយដ៏ធ្ងន់ធ្ងរដែលគាត់ព្យាយាមធ្វើយ៉ាងណាបន្តសង្គ្រាមជាមួយកម្ពុជាដើម្បីគោលដៅចំណេញនៅប្រើភាសាសាមញ្ញចំណេញនៅកត្តាសម្លេងក្នុងការបន្តដាក់សម្ពាធមកលើកម្ពុជាដដែលបាទហើយចុងក្រោយទី3គឺការបំវែដានដើម្បីឲ្យសាធារណជនភ្លេចអំពីវិបត្តិក្នុងស្រុករបស់ខ្លួនអនុទានត្រូវការគ្រប់គ្រងប្រទេស5ឆ្នាំយ៉ាងហោចឆ្នាំទៀតគាត់នឹងបន្តគ្រប់គ្រងទៀតប៉ុន្តែយ៉ាងហោចគាត់ត្រូវការអញ្ចឹងគាត់អត់ឲ្យមានគណៈបព្វប្រឆាំងណាឬក៏ប្រជាជនណាអាចធ្វើបាតកម្មដើម្បីទម្លាក់គាត់នៅក្នុងឆ្នាំនេះឆ្នាំក្រោយបានទេអញ្ចឹងគាត់ត្រូវបំវែដានអំពីវិបត្តិតែគាត់កំពុងតែជួបវិបត្តិធម្មពលដែលគាត់កំពុងជួបអតិផរណាដើម្បីគាត់ជួបពីកំណើនសេដ្ឋកិច្ចគាត់ឡើងអត់រួចក្នុងរង្វង់ 1% ផងអញ្ចឹងគាត់ទៀបមែនទែននៅក្នុងអាស៊ានគាត់ទៀបមែនទែនអញ្ចឹងគាត់ដល់វិបត្តិមនុស្សចាស់វិបត្តិបំណុលហើយយើងត្រូវនិយាយការពិតអាហ្នឹងខ្ញុំនិយាយក្នុងនាមជាអ្នកស្រាវជ្រាវអស់បាទសាសនយោបាយយើង3ចំណុចហ្នឹងគឺសំខាន់ដែលយើងយកមករជែកនេះថាមូលហេតុអីបានជាគាត់ធ្វើហ្នឹង